គីឡូខាងក្រៅឬមាសអីខាងក្រៅបងប្អូនចាំរងចាំសិនណាបងប្អូនកុំទិញកុំទាន់ចាំទិញណាបាទកុំទាន់ទិញបាទកុំទាន់ទិញបាទសម្រាប់បងប្អូនដែលចង់ទិញមាសគីឡូអីផ្សេងៗគឺកុំទាន់ទិញបាទរងចាំឲ្យវាដល់ក្បាល3សិនណាសួស្តីបងប្អូនអរគ្នាបាទថ្ងៃច័ន្ទដំទ្របថ្ងៃទី13ខែ7ឆ្នាំ2026បាទជួបជាមួយខ្ញុំបាទទៀតហើយទាក់ទងនឹងការវិភាគហាងឆេងមាសបាទក្នុងថ្ងៃហ្នឹងបាទយើងឃើញថាទាក់ទងនឹងព័ត៌មានគឺយើងមានព័ត៌មានទាក់ទងនឹងអាមេរិកធ្វើការវាយប្រហារនៅក្នុងបារ៉េនបាទជាមួយនឹងអេរ៉ង់បាទបងប្អូនអាចមើលបាននៅក្នុងព័ត៌មានរបស់ខាង Reuters គឺបានតែកំពុងតែផ្សព្វផ្សាយទេបាទគឺកំពុងតែ live now គឺ last update 1 minute បាទអញ្ចឹងសង្គ្រាមអេរ៉ង់នៅបារ៉ែនខណៈដែលអេរ៉ង់បង្កើនការវាយប្រហារបន្តការវាយប្រហាររបស់សហរដ្ឋអាមេរិកបន្ថែមទៀតបាទអញ្ចឹងមានន័យថាគឺដោយសារមាសព្រឹកមិញចុះរហូតដល់មកលេខបងប្អូនគឺ70លេខឬមួយ$70ក្នុងមួយអោនបាទអញ្ចឹងព្រឹត្តិការណ៍នេះមួយគឺយើងនិយាយពីសហរដ្ឋអាមេរិកនិងអេរ៉ង់បានផ្លាស់ប្ដូរការវាយប្រហារតាមរយៈអាកាសយ៉ាងធ្ងន់ធ្ងរបាទដែលការកើនឡើងចុងក្រោយបំផុតគឺនៅក្នុងគាត់ដាក់នៃការវាយប្រហារនៃការតបតវិញអញ្ចឹងមានន័យថាការពីចុងសប្តាហ៍គឺសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើអេរ៉ង់ឥឡូវគឺអេរ៉ង់គឺចាប់ដើមបិទច្រកហោះមកហើយដែលជាតំបន់ក្តៅបាទហើយទីក្រុងអេរ៉ង់បាននិយាយថាខ្លួនបានកំណត់គោលដៅលើទ្រព្យសម្បត្តិយោធាអាមេរិកទូទាំងឈូងសមុទ្រណាឈូងសមុទ្រគឺយើងនិយាយពីច្រកហោះមកបាទហើយបាននិយាយថាខ្លួនបានបិទច្រកហោះមកដ៏សំខាន់ខណៈដែលសហរដ្ឋអាមេរិកបានចោទប្រកាន់លើអេរ៉ង់ពីបទវាយប្រហារកប៉ាល់មួយផ្សេងទៀតបាទហើយអារិភាពបាទដែលបានកាត់ឡើងជាថ្មីនេះបង្កឲ្យមានការសង្ស័យបន្ថែមទៀតលើអនាគតនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិកនិងអេរ៉ង់កើតខែមុនដែលមានគោលបំណងបើកច្រកសមុទ្រឡើងវិញនិងបញ្ចប់សង្គ្រាមបន្ទាប់ពីការចរចារយៈពេល60ថ្ងៃអញ្ចឹងបងប្អូនគិតថាទីផ្សារឬមួយការចរចាមួយនឹងតើអាចទៅរួចទេបើសិនជាកំពុងតែចរចាប៉ុន្តែភាគីទាំងសងខាងបើកការវាយប្រហារគ្នាបាទអញ្ចឹងមានន័យថាអេរ៉ង់ធ្វើនេះគឺធ្ងន់បាទធ្ងន់ដៃដែរដាក់គ្រប់កន្លែងឲ្យតែមានកងយោធារបស់អាមេរិកបាទយើងកំពុងវាយពួកគេប្រធានាធិបតីអាមេរិកDonald Trump បាននិយាយថានៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយនឹង Reuters កាលពីថ្ងៃអាទិត្យមុនបាទអញ្ចឹងគឺមានថាគាត់ចាប់ដើមវាយប្រហារតាំងពីថ្ងៃអាទិត្យហ្នឹងណាបាទអញ្ចឹងមានព័ត៌មានតាក់ទងនឹងអេរ៉ង់និយាយថាខ្លួនបានវាយប្រហារទៅគោលដៅអាមេរិកនៅគូវេតបាទអញ្ចឹងឃើញថាអេរ៉ង់គឺបើកការវាយប្រហារលើកនេះគឺច្រើនទៅដល់មែនទែនបាទកងកម្លាំងឆ្មាំបដិវត្តអាមេរ៉ង់តែឥឡូវនេះនិយាយថាពួកគេបានវាយប្រហារមូលដ្ឋានយោធាអាលីអាស្លាមនិងអាម៉ាត់អាល់ចាបានៅក្នុងប្រទេសគូវេតបាទមូលដ្ឋានទាំងនេះសុទ្ធតែជាប្រទេសគូវេតប៉ុន្តែវាជាទីតាំងរបស់អាមេរិកយោធាបាទដោយសារតែអាមេរិកគាត់មានប្រព័ន្ធមិត្តមួយគូវេតគាត់ដាក់យោធាដល់ហ្នឹងបាទដោយគណៈដីមូលដ្ឋានអេរ៉ង់បាននិយាយថាពីមុនថាខ្លួនវាយប្រហារនៅប្រទេសបារ៉ែនបាទតែឥឡូវនេះគឺកំពុងវាយនៅបារ៉ែនបាទនេះមុននេះគឺព័ត៌មាន Reuters មុនបាទអញ្ចឹងអេរ៉ង់និយាយថាការវាយប្រហាររបស់អាមេរិកបានសម្លាប់មនុស្សម្នាក់នៅរោងចក្រផលិតទឹកមួយអញ្ចឹងមានន័យថាការវាយប្រហារអាមេរិកកាលពីថ្ងៃអាទិត្យហ្នឹងគឺបានធ្វើឲ្យមនុស្សរបស់អេរ៉ង់គឺស្លាប់ម្នាក់បាទអញ្ចឹងប្រទេសអេរ៉ង់នេះបានការវាយប្រហាររបស់អាមេរិកវាយប្រហារស្ថានីយ៍បូមទឹកកសិកម្មមួយកន្លែងនៅក្រុងMashaពាក្យអ្នកដីនៅប្រទេសអេរ៉ង់នេះវាយកទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាទលោក Wali Al-Hayati នឹងអភិបាលរងខេត្ត Gizantan បានប្រាប់ទីភ្នាក់ងាររបស់អេរ៉ាណាថាមនុស្សម្នាក់បានស្លាប់នៅរបួសតែយកទៅនឹងថាគាត់ជាទាហានឬមួយគឺជាប្រវត្តិធម្មតាទេបាទអញ្ចឹងយើងឃើញថាការបើកការវាយប្រហារនេះគឺរៀងធន់ដៃដែរបងបាទរៀងធន់ដៃដែរបាទអេរ៉ង់គឺបាញ់វាយប្រហារគ្រប់ទីកន្លែងបាទអញ្ចឹងយើងមកមើលខាងមាសវិញបាទយើងឃើញមាសនៅតែបន្តចុះបាទនៅក្នុងព្រឹកនេះបើផ្សារមកនៅក្នុងម៉ូអាស៊ីបាទមិនទាន់បានអីផងបងប្អូនមិនទាន់បានញ៉ាំបាយខ្ញុំមិនទាន់បានញ៉ាំបាយបើផ្សារមកភ្នែកបើភ្នែកមកជិត70លេខណាបងជិត70លេខបាទចុះជិត$70ក្នុងពេលនេះយើងអត់រកពីក្នុងថ្ងៃហ្នឹងព្រោះសារបើអាស៊ីយើងនៅបកគោមួយនឹងដែរអញ្ចឹងវាចូល70លេខជិត70លេខឬ40លេខនៅចន្លោះមួយនឹងឯងបាទអញ្ចឹងឃើញថាការបើកផ្សារនៅក្នុងព្រឹកនេះគឺខ្លាំងមែនទែនបាទគឺមានការចុះខ្លាំងបាទអញ្ចឹងមូលហេតុគឺយើងងាយទេបាទគឺដោយសារតែមានការវាយប្រហារឬមានការបិទច្រកមកអញ្ចឹងទៅធ្វើតែឲ្យមានការតម្លៃប្រេងឡើងថ្លៃបាទអញ្ចឹងយើងនេះសិនទៅបងប្អូនបាទក្នុងមួយរយៈហ្នឹងបើសិនជាអាចបងប្អូនអាចរកកន្លែង sale អញ្ចឹងយើងមានកន្លែង sale បាទយើងមានកន្លែង sale យើងមើលទៅលើ time frame daily ទៅបាទយើងឃើញថាផ្សារគឺវាបិទនៅក្រោមតម្លៃកាលពីថ្ងៃសុក្របាទអញ្ចឹងថ្ងៃសុក្រគឺបិទនៅតម្លៃនេះបាទទៅទៀតបំផុតនៅតម្លៃ4071ហើយខ្ពស់បំផុតនៅ4133បាទគឺរត់នៅកលិតមួយហ្នឹងអញ្ចឹងដល់ពេលដែលផ្សារបើកនៅក្នុងព្រឹកហ្នឹងគឺបើកនៅតម្លៃ4091ហើយតម្លាក់តម្លៃទៀតបំផុតនៅតម្លៃ4052បាទអញ្ចឹង4091 ក៏វាច្រើនលេខដែរបងបាទអញ្ចឹងយើងមើលឃើញថាតម្លៃមាសនៅឥឡូវនេះបើយើងមើលទៅលើ time frame daily គឺវានៅតែបន្តចុះបាទបងបាទនៅតែបន្តចុះបាទអញ្ចឹងយើងវាស់ទៅដើរទៅបាទអញ្ចឹងកន្លែងហ្នឹងគឺវាជាការឡើងទៅដល់78%នៃ Fibonacci គឺជាកន្លែងដែល discount កន្លែង premium ហើយវាបានចុះមកដល់កន្លែងនេះវិញបាទឥឡូវគឺវាចុះរហូតដល់ក្រោម 50% អញ្ចឹងមានន័យថាតម្លៃគោលដៅរបស់វានឹងទៅចុះបន្តទៀតគឺខ្ញុំគិតថាសប្តាហ៍ហ្នឹងគឺចុះខ្លាំងបាទអត់ទាន់មានការឡើងទេបាទបាទយើងអាចវាស់អញ្ចឹងបាទអូខេអញ្ចឹងយើងឃើញថាមាសឥឡូវគឺចុះមកដល់ 61.80% បាទដែលជាតម្លៃគេហៅថាលើ50ហើយបាទនៅក្នុងប្រហែលខែប្រហែលថ្ងៃហ្នឹងអញ្ចឹងសួរថាតម្លៃនឹងវាទៅណាបាទតម្លៃនឹងបន្ទាប់វានឹង100គឺ4000តម្លៃ4000ហើយវា expand ចុងក្រោយគេគឺនៅតម្លៃនេះតម្លៃ
161 80ហ្នឹងគឺនៅចន្លោះតម្លៃ4ចន្លោះតម្លៃ 4865 បាទអញ្ចឹងគឺឃើញថានៅក្នុងសប្តាហ៍នេះខ្ញុំគិតថាមាសនៅតែបន្តចុះទៀតបាទដោយសារយើងមើលទៅលើ time frame ធំដូច weekly បាទបងប្អូនឃើញ weekly អត់ទាន់មានការ strong buy នៅឡើយទេគឺវានៅតែបន្តចុះទៀតបាទឃើញទេ weekly ប្រហែលសប្តាហ៍ហ្នឹងគឺវានៅតែ strong sale នៅឡើយទេបាទណាអញ្ចឹងបងប្អូនដែលរងចាំ sale ឬមួយ follow sale មួយរយៈហ្នឹងគឺបងប្អូនអ្វីដែលខ្ញុំក្នុងសប្តាហ៍នេះគឺបងប្អូន follow sale សិនទៅណាបាទអញ្ចឹងគឺ line sale គឺយើងមាននៅកន្លែងហ្នឹងមួយបាទអញ្ចឹងយើងរងចាំសារវា retestament មកដល់69ឬ80ហ្នឹងសិនទៅបាទកន្លែងហ្នឹងអញ្ចឹងយើងចាំ sale ឬមួយបើសិនជាផ្សារវានៅ64ឬវាអត់បំបែកកន្លែងហ្នឹងទេបងប្អូនអាច sale បានភ្លាមៗបាទតែ SL បងប្អូនគឺត្រូវតែមានបាទកន្លែងនេះគឺបងប្អូនត្រូវតែមាន SL បាទអញ្ចឹងគឺយើង sale នៅតំបន់មួយហ្នឹងមកបាទ sale នៅតំបន់70ឬ80ហ្នឹង SL បងប្អូនដាក់នៅលើអ្នក92ឬលើ4000អញ្ចឹងតម្លៃគោលដៅវាហ្នឹងទៅគឺវាអាចនឹងទៅឡើងចុះដល់នេះហើយវាធ្លាក់មួយយ៉ាងដែរបាទអញ្ចឹងក្នុងរយៈពេលខ្លីបើរយៈពេលវិញខ្ញុំឃើញនៅតម្លៃនេះ3800ជាងគឺ4000 3980នៅចន្លោះមួយនឹងនេះហ្នឹងក៏មាន3900ដែរណាបងប្អូនបាទនេះជាតម្លៃថ្មីក្នុងរយៈពេលប្រហែលខែហ្នឹងបាទអញ្ចឹងក្នុងរយៈនេះគឺបងប្អូន follow sale សិនទៅបាទហើយសួរថាឥឡូវអាច sale បានទេអាច sale បានតែបងប្អូនគួរតែមាន SL នៅលើតែបើសិនជាបងប្អូនរងចាំបន្តិចមកបាទឲ្យវាទៅប៉ះបញ្ជូលនឹងមកវិញមានការ confirm បងប្អូន sale តម្លាក់មួយមកបាទអញ្ចឹងការ sale របស់យើងគឺយើងមិនទាន់ sale នៅកន្លែងហ្នឹងតែបើសិនជានៅក្នុងព្រឹកហ្នឹងវាអត់មានការបង្កើត high ថ្មីទេបាទនៅក្នុងតំបន់មួយហ្នឹងបាទគឺបងប្អូនអាច sale បានដោយតម្លៃយើងយកជា TP យើងមាន4040 4030 4020 4010រហូតដល់4000ដល់តម្លៃមួយហ្នឹងតែជាបងប្អូនចង់ hold រយៈពេលវែងក៏បានដែរណាបើសិនជាវាមានគេថាវាអត់បំបែកតម្លៃថ្មីនេះទេបាទគឺយើង follow sale បានបាទអញ្ចឹងបើយើងទៅលេខទៅមើលដុល្លារវិញបាទអញ្ចឹងយើងទៅមើលដុល្លារគឺនៅតែបន្តឡើងបាទបើសិនជាយើងប្រៀបពីសប្តាហ៍មុនគឺយើងឃើញថាដុល្លារនៅតែបន្តឡើងនៅឡើយទេបាទដុល្លារអត់ចុះទេបាទនេះបងប្អូនមើលដុល្លារឥឡូវឡើងដល់101ដុល្លារបាទអញ្ចឹងគឺការពីសប្តាហ៍នេះនៅត្រឹមតែ100ទេឥឡូវឡើងដល់101ហើយមួយទៀតយើងមើលប្រេងណាមើលប្រេង WTI ក៏មានការកើនឡើងបាទដែលកាត់នេះបាទហើយអញ្ចឹងកាលណាតែវាមានការកើនឡើងនៃប្រេងគឺវាធ្វើឲ្យមាសតម្លៃមាសហ្នឹងគឺចាប់ដើមធ្លាក់ចុះបាទអញ្ចឹងចំណុចមួយហ្នឹងគឺសូមបងប្អូនមានការប្រុងប្រយ័ត្នបាទចូលចេញដោយមាន risk ឲ្យបានត្រឹមត្រូវមាន plan ត្រឹមត្រូវហើយបាទកុំចូល overload បាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការ update បាទដោយសារតែព័ត៌មានឥឡូវនេះគឺអ្វីដែលព័ត៌មានសំខាន់ជាងគេយើងឃើញថាព័ត៌មានទាក់ទងនឹងអាមេរិកជាមួយនឹងអ៊ីរ៉ង់ហើយវាមានការរៀបការច្រើនមែនទែនបាទមានទៅដល់ Kuwait មានទៅដល់ Bahrain មានទៅដល់កាតាបាទកាតាគឺជាប្រទេសដែលចរចាឲ្យគេឥឡូវបាទអ៊ីរ៉ង់ដាក់កាតាវិញដែរបាទអញ្ចឹងគឺឃើញថាបញ្ហានៅប្រទេសមកពីគឺពិសេសគឺច្រឡំហ្នឹងគឺនៅតែបន្តបាទអញ្ចឹងខ្ញុំគិតថាមាសនៅតែបន្តចុះទៀតណាបងប្អូនបាទបងប្អូនដែលចង់ទិញមាសគីឡូខាងក្រៅឬមាសអីខាងក្រៅហ្នឹងបងប្អូនចាំរងចាំសិនណាបងប្អូនកុំទិញកុំទាន់ចាំទិញណាបាទកុំទាន់ទិញបាទកុំទាន់ទិញបាទសម្រាប់បងប្អូនដែលចង់ទិញមាសគីឡូអីផ្សេងៗហ្នឹងគឺកុំទាន់ទិញបាទរងចាំឲ្យវាដល់ក្បាល3សិនណាអញ្ចឹងនៅក្នុងរយៈនេះខ្ញុំគិតថាមាសអាចនឹងចុះដល់ក្បាល3បាទក្បាល3អាចចន្លោះពី3000ជាងឬ3500នៅចន្លោះមួយហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនចង់ទិញបងប្អូនរងចាំសិនណាអរគុណច្រើនបាទ